មិនទីពេទ្យអាចព្យាបាលអ្នកមានដែលរកស៊ីបោកប្រាស់មនុស្សស្លូតត្រង់ក៏មិនព្យាបាលមនុស្សស្លូតត្រង់ម្នាក់ដែលគ្មានលុយនោះដែរមនុស្សយើងរស់នៅក្នុងលោកនេះអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនការបាត់បង់មុខមាត់នោះទេតែគឺពេលដែលហៅប៉ៅអ្នកគ្មានលុយនោះអ្នកនឹងគ្មានសូម្បីតែសិទ្ធិក្នុងការបដិសេធរឿងដែលអ្នកមិនចង់ធ្វើបើអ្នកគ្មានលុយសេចក្តីថ្លៃថ្នូររបស់អ្នកប្រៀបដូចជាកម្រាលជូតជើងដែលអ្នកដទៃអាចជន់ឈ្លីបានគ្រប់ពេលការសន្សំលុយមិនមែនតែដើម្បីទិញផ្ទះទិញឡាននោះទេតែដើម្បីនៅថ្ងៃណាមួយមាននរណាម្នាក់ចង្អុលមុខអ្នកហើយជាប្រមាថអ្នកហ៊ានក្នុងការដើរចេញដោយមិនចាំបាច់អង្វរអ្នកណាប្រាក់សន្សំរបស់អ្នកអាចធ្វើឲ្យអ្នកគេងលក់ស្រួលទោះបីក្នុងពេលបាត់បង់ការងារក៏ដោយនៅពេលសមាជិកគ្រួសារឈឺសម្រាប់លើក្រែមន្ទីរពេទ្យអ្នកមិនចាំបាច់ភ័យព្រួយព្រោះអ្នកមានលទ្ធភាពព្យាបាលឲ្យគាត់វាគឺជាកម្លាំងចិត្តដែលធ្វើឲ្យអ្នកមិនខ្លាចទោះជីវិតជួបឧបសគ្គនិងបញ្ហាច្រើនយ៉ាងណាក៏ដោយហើយវាក៏ជាផ្លូវក្រោយសម្រាប់ខ្លួនឯងនៅក្នុងពិភពលោកដែលផ្លាស់ប្ដូរគ្រប់ពេលវេលាមួយនេះប្រាក់សន្សំរបស់អ្នកគឺជាបងប្អូនពិតរបស់អ្នកតែមួយគត់ដែលនៅអាចទាញអ្នកឡើងនៅពេលដែលជីវិតរបស់អ្នកគ្មានអ្នកចាំជួយដូច្នេះហើយពេលដែលអ្នកអាចរកលុយបានត្រូវខំសន្សំឲ្យបានច្រើនគ្មាននរណាម្នាក់អាចមានសំណាងពេញមួយជីវិតបានទេពេលជីវិតកំពុងរីកចម្រើនត្រូវរៀបចំផ្លូវសម្រាប់ថ្ងៃស្អែកអ្វីដែលអ្នកកំពុងសន្សំវាមិនមែនគ្រាន់តែជាលុយប៉ុណ្ណោះទេតែ